លោកតាមម្នាក់ឈ្មោះតាក់ផានអាយុ77ឆ្នាំរស់នៅក្នុងភូមិទួលខ្ពស់ស្រុកសន្ធរខេត្តកំពង់ឆ្នាំងក្នុងឱកាសជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិនិងប្រជាពលរដ្ឋលោកតាបានអានកំណាព្យដែលប្រជាពលរដ្ឋរងគ្រោះមានការជិះចាប់ដោយសារតែអ្នកមានអំណាចរំលោភយកដីធ្លីរបស់ពួកគាត់សពថ្ងៃបកមួយកាន់អំណាចប្រព្រឹត្តកោងកាចជីជលរារំលោភដីធ្លីស្រែពីម្ចាស់យកទៅប្រវាស់ឲ្យក្រុមហ៊ុនលោកវិឃុំចៅសកាត់ប្រជាជនក្តាត់បោះចោលជឿលោកឲ្យលោកធ្វើមេធំក្នុងឃុំស្រុកទាមទារទៅសុខសេរីភាពឲ្យចៅសកាត់ឬមេឃុំលោកបានធ្វើធំភ្លេចប្រជាភ្លេចអស់នៅពាក្យពេលឃោសនាលោកធ្លាប់សន្យាបំរើរាលោកមេឃុំខ្លះស៊ីសំណោកប្រព្រឹត្តមកលោកជីចរាដីលោករស់នៅយូរឆ្នាំណាស់ខ្លួនលោកដឹងច្បាស់តែបំពេញលោកមេឃុំភ្នែកភ្លឺតែងងឹតមើលឃើញតែចិត្តដុល្លារបាំងប្រជាតវ៉ាលោកថាខ្មាំងប្រជាតតាំងខ្មាំងសង្គមកវីនៃខ្ញុំសូមតាស់តឿនបកពិតជាច្រើនក្នុងកម្ពុជាខ្មែរអើយកូនខ្មែរត្រូវចេះពិចារណាបកបំបែកកាយព្រាយសង្គមស្រឡាញ់អំណាចបំបែកខ្លួនឲ្យច្រើនខុសក្បួនបំបែករាបំបែកសម្លេងដើម្បីឈ្នះធ្វើឲ្យរាគិតមិនដល់សម័យដែលចូលរាខ្មែរវឹកវរចូលដល់សូមទៀនរាបានមួយចូលបាន1លានមួយខ្សែឃាកទៀនទិញតលឹកស្រោតកម្មាសរងអមាសរងទីជេងនំធុងលុយកាក់តិចតួចទិញតលឹកស្នោតព្រើល្បិចខលខូចពេលបោះស្នោតរួចក្បួយករារឹបអូយកដីស្រែចំការគេពីដូនតាឈូសឆាយតិចអឈូសផ្ទះសំបែងគ្មានគិតត្រឡោះព្រៃឈើអ្វីសោះរាយំទៅហឹងមើលកំពង់ស្ពឺពោធិ៍សាត់ជាគឺកំពង់ឆ្នាំងលក់ដីលក់ទឹកលក់បឹងទៅប្រាំងតលេទប់បាំងកាងលោឲ្យឈ្មោះចប់